ឈប់សោកសៅដំបៅទ្រង់ទៅព្រោះតែការសោកសៅនាំឲ្យយើងក្លាយជាបាក់ទឹកចិត្តមនុស្សគ្រប់រូបមិនអាចគេចផុតពីអារម្មណ៍សោកសៅជារឿយៗកើតមានពេលដែលជីវិតយើងជួបការលំបាកហើយអារម្មណ៍ពិបាកចិត្តនោះនឹងបាត់ទៅវិញក្នុងរយៈពេលក្រោយមកអ្នកខ្លះក៏នៅបន្តអារម្មណ៍ពិបាកក្នុងចិត្តរយៈពេលយូរហើយអារម្មណ៍នោះធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅថែមទៀតផងវាអាចធ្វើឲ្យអ្នកមិនអាចធ្វើការឬគេងបានពេលខ្លះជួបបញ្ហាគិតថាខ្លួនឯងមិនមានតម្លៃទាំងអស់នេះជាសញ្ញាដំបូងនៃជំងឺបាក់ទឹកចិត្តតែនេះគឺជារោគសញ្ញានៃជំងឺបាក់ទឹកចិត្តរោគសញ្ញាជំងឺបាក់ទឹកចិត្តដែលយើងឃើញញឹកញាប់មានដូចជាអារម្មណ៍មួម៉ៅគិតថាគ្មានសល់សេះសល់អ្វីនៅក្នុងខ្លួនលែងចង់ធ្វើអ្វីដែលខ្លួនធ្លាប់ចូលចិត្តឡើងគីឡូឬស្រកគីឡូខុសធម្មតាមានបញ្ហារំលែកអាចគេងមិនគ្រប់ឬគេងច្រើនពេកអារម្មណ៍ឆេវឆាវអស់កម្លាំងមានវិប្បដិសារីដោយគ្មានមូលហេតុប៉ះពាល់ដល់ស្មារតីដូចជាពិបាកចង់អារម្មណ៍ឬពិបាកក្នុងការសម្រេចចិត្តធ្លាប់គិតឬក៏ធ្លាប់ព្យាយាមសម្លាប់ខ្លួនតើពេលណាត្រូវស្វែងរកជំនួយបើមានអារម្មណ៍សោកសៅទុក្ខព្រួយលើសពី2សប្តាហ៍ត្រូវជួបជាមួយវេជ្ជបណ្ឌិតពិសេសពេលគិតថាចង់សម្លាប់ខ្លួនក្នុងករណីអារម្មណ៍នេះប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃគួរពិភាក្សាជាមួយមនុស្សជាទីស្រឡាញ់មិត្តភក្តិឬសមាជិកគ្រួសារយើងត្រូវចាំថាជំងឺនេះនឹងឆាប់ជាមកវិញបើយើងចេះចែករំលែកអារម្មណ៍ពិបាកចិត្តចេញមកក្រៅទម្លាប់រស់នៅអាចបង្ការជំងឺបាក់ទឹកចិត្តទម្លាប់រស់នៅមួយចំនួនអាចជួយយើងបង្ការកុំឲ្យធ្លាក់ខ្លួនកើតជំងឺបាក់ទឹកចិត្តដូចជាកុំនៅឆ្ងាយពីមិត្តភក្តិចំណាយពេលវេលាធ្វើអ្វីដែលខ្លួនចូលចិត្តហាត់ប្រាណឬលេងកីឡាជ្រើសរើសការចិញ្ចឹមសត្វបើយើងចូលចិត្តជៀសវាងការប្រើគ្រឿងញៀនឬគ្រឿងស្រវឹងញ៉ាំអាហារមានសុខភាពល្អនិងគេងឲ្យបានច្រើនបើមិនអាចគេងលក់ទេយើងអាចងាកមកធ្វើសមាធិដែលអាចជួយយើងបានក្រៅពីនេះយើងត្រូវពិគ្រោះនិងព្យាបាលជាមួយគ្រូពេទ្យជំនាញឲ្យបានត្រឹមត្រូវការព្យាបាលតាមបែបប្រឹក្សាយោបល់ផ្លូវចិត្តគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺបាក់ទឹកចិត្តសម្រាប់ថ្នាំវិញយើងក៏ចាំបាច់ត្រូវការប្រើប្រាស់ផងដែរដោយអាស្រ័យទៅតាមស្ថានភាពជំងឺប្រវត្តិគ្រួសារនិងទៅតាមរបៀបនៃការរស់នៅត្រូវចាំថាថ្នាំព្យាបាលជំងឺបាក់ទឹកចិត្តមិនប្រាកដថាមានប្រសិទ្ធភាពលើមនុស្សគ្រប់រូបនោះទេដោយសារអ្នកជំងឺខ្លះធ្វើទុក្ខខ្លាំងក្រោយពេលប្រើប្រាស់ថ្នាំបាក់ទឹកចិត្តនេះយើងត្រូវប្រាប់គ្រូពេទ្យជាបន្ទាន់ប្រសិនបើគិតថាថ្នាំនោះមិនមានប្រសិទ្ធភាពឬធ្វើឲ្យយើងបាក់ទឹកចិត្តខ្លាំងជាងមុន